ទាំងអស់គ្នាមានឆ្ងល់អត់ហេតុអីបានជាមជុលបពេតចាក់សាច់របស់យើងអត់ឈឺដូចជាតនិចរបស់ឃ្មុំអញ្ចឹងពេលខ្លះតនិចរបស់ឃ្មុំអាចធ្វើឲ្យយើងឈឺរហូតទ្រាំមិនបានរហូតដល់ថ្នាក់យំទៀតផងវាមិនមែនតែឈឺធម្មតាអ្នកខ្លះហើមមុខអ្នកខ្លះហើមមាត់ប៉ោងភ្នែកក៏មានដែរតោះឥឡូវនេះយើងទៅដឹងអាចកំបាំងទាំង3ថាវាមានលក្ខណៈពិសេសអ្វីខ្លះរបស់តនិចសាច់ឃ្មុំស្រាប់ហើយធានាថាអ្នកទាំងអស់គ្នានឹងបាត់ឆ្ងល់ទៀតហើយទី1នៅក្នុងតនិចរបស់សត្វឃ្មុំគឺមានពឹសម្យ៉ាងដែលមានឈ្មោះថាមីលេទីនដោយវាបានបំផ្លាញកោសិកានៃការការពារនិងបានបញ្ជូននូវការជឿចាប់ទៅកាន់ខួរក្បាលភ្លាមៗតែម្ដងអញ្ចឹងហើយបានជាយើងមានអារម្មណ៍ថាដូចជាត្រូវបានគេយកទឹកអាស៊ីតចាក់ចូលទៅក្នុងសាច់របស់យើងតែម្ដងមិនដែរសាហាវអត់ទី2តនិចរបស់សត្វឃ្មុំគឺវាមានលក្ខណៈមិនរលោងដូចជាមជុលរបស់គ្រូពេទ្យនោះទេដោយតនិចរបស់វាមានលក្ខណៈដូចជាផ្លែរណាអញ្ចឹងនៅពេលដែលវាតិចយើងហើយទោះបីជាឃ្មុំនោះហើរចេញឬបានងាប់ក៏ដោយបថង់ពឹសរបស់វាស្ថិតនៅលើស្បែកយើងជានិច្ចហើយវានៅតែបន្តបញ្ចូលពឹសចូលទៅក្នុងខ្លួនរបស់យើងរហូតដល់10នាទីឯណោះចំណែកឯចំណុចទី3ចុងតនិចរបស់វាគឺមានលក្ខណៈទន់ជាងគល់ដងរបស់វារហូតដល់5ដងលក្ខណៈនេះហើយបានធ្វើឲ្យតនិចរបស់វាចាក់ចូលទៅក្នុងស្បែករបស់យើង1វិនាទីដោយយើងមិនអាចដឹងខ្លួនបានតែជប់សិននេះគឺជារឿងដែលសំខាន់បំផុតបើសិនជាអ្នកទាំងអស់គ្នាត្រូវបានឃ្មុំតិចភ្លាមសូមកុំយកដៃរបស់អ្នកទាំងអស់គ្នាទៅចាប់ដកតនិចរបស់វាជាដាច់ខាតបើសិនជាអ្នកទាំងអស់គ្នាយកដៃទៅប៉ះឬចាប់ដកតនិចរបស់វាប្រៀបបានដូចជាអ្នកទាំងអស់គ្នាបានច្របាច់ថង់ពឹសនោះចូលទៅក្នុងសាច់ទាំងអស់គ្នាបន្ថែមអញ្ចឹងតោះឥឡូវនេះយើងមកដឹងពីវិធីត្រឹមត្រូវក្នុងការដកតនិចឃ្មុំវិញលក្ខណៈដែលត្រឹមត្រូវគឺអ្នកទាំងអស់គ្នាគ្រាន់តែយកកាតដែលរឹងដូចជាកាត ATM ឬក៏សន្លឹកបៀមកកោសចេញឲ្យបានលឿនបំផុតឬយកទៅកក់មកស្អំដើម្បីកុំឲ្យវាហើរឥឡូវនេះអ្នកទាំងអស់គ្នាដឹងអត់ថាអ្នកវិទ្យាសាស្ត្រកំពុងតែសិក្សាយកតនិចរបស់វាដើម្បីធ្វើជាមជុលដើម្បីឲ្យការចាក់ថ្នាំលើក្រោយលែងសូវឈឺប្រៀបដូចជាស្រមោចខាំអញ្ចឹងឃើញអត់ធម្មជាតិពិតជាបានបង្កើតរឿងអស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់បានដឹងកុំភ្លេចចែករំលែកវីដេអូនេះដើម្បីឲ្យអ្នកមិនទាន់បានដឹងពីអ្វីដែលធម្មជាតិបានបង្កើត Follow សម្រាប់វីដេអូក្រោយ